នេះយើងចុចបើក drone i1 Pro មកយើងសង្កត់កន្លែងនឹងខ្លាំងមកវាចេញភ្លើងហើយអញ្ចឹងយើងបើក tele ក្រោយដាក់ថ្មហើយយើងរុញឡើងលើមួយដៃខាងឆ្វេងហ្នឹងរុញឡើងលើមួយចុះកោមួយតមកយើងទាញដៃទាំងពីរនឹងចុះកោមុំ45ដឺក្រេវាញាក់ភ្លើងដើម្បីឲ្យវាស៊ីជាមួយ tele តមកយើងចុចកន្លែងនេះមួយចុចមកគាត់ហ្នឹងវាហោះឡើងអូខេមាន drone វាហោះឡើងណាវាមានភ្លើងហើយភ្លើងវាហ្នឹងយើងអាចបិទបើកបានយើងបិទវាក៏បានដែរដើម្បីកុំឲ្យវាស្អប់ពីនេះដៃខាងឆ្វេងនេះយើងរុញឡើងលើទៅវាឡើងលើបើយើងទាញទៅស្ដាំវាទៅស្ដាំនេះដៃខាងស្ដាំទាញទៅស្ដាំអានេះយើងដាក់កន្លែងដៃ tele យើងខ្វែនឹងចេញមកសូដាក់ដៃវានេះចូលសូត្រត្រង់ហ្នឹងអូខេកន្លែងនេះយើងដាក់ទូរស័ព្ទទាញវាមកឲ្យសូត្រទូរស័ព្ទបញ្ចូលទៅអាចធ្វើបានណាមើលធ្វើជាកាមេរ៉ាពេលហោះ drone នេះរបៀបប្រើប្រាស់ drone គឺយើងបើក tele មកហើយយើងរុញដៃខាងឆ្វេងឡើងលើមួយទាញចក្រមួយហើយទាញដៃទាំងសងខាងចូលខោម45ដឺក្រេដើម្បីឲ្យ tele ស៊ីជាមួយ drone អូខេយើងអាចចុចអាមួយគ្រាប់នេះមួយគ្រាប់ទៅ drone វាហោះឡើងហើយបើវាពងទៅហើយយើងចុចអាហ្នឹងមួយវាចុះក្រោមវិញនេះដៃខាងឆ្វេងរុញឡើងលើវាហោះឡើងខ្ពស់ហើយនៅខាងឆ្វេងដៃនេះគឺ sensor យើងចុចវាមួយបើក sensor ចុចមួយបិទ sensor ហើយកន្លែងនេះខាងឆ្វេងហ្នឹងអាហ្នឹងសេរីកាមេរ៉ាឡើងចុះជាមួយដៃឆ្វេងហ្នឹងខាងស្ដាំហ្នឹងហើយនៅខាងស្ដាំគ្រាប់នេះគឺក្លាប់360ដឺក្រេយើងចុចមួយទាញទៅស្ដាំវាក្លាប់ទៅស្ដាំចុចមួយទាញអាដៃហ្នឹងទៅឆ្វេងវាក្លាប់ទៅឆ្វេងហើយបើយើងចុចមួយហើយក្លាប់រុញហើយទៅមុខជាមួយចុះក្រោមអាហ្នឹងវាអត់ក្លាប់ទេវាក្លាប់តែឆ្វេងស្ដាំហ្នឹងហើយកន្លែងនេះគឺសេរីពេលវាដែលហោះហ្នឹងអីយើងសេរីវាឆ្វេងស្ដាំទៅមុខទៅក្រោយអញ្ចឹងនៅស៊ីហើយកន្លែងនេះលឿនចុចមួយលឿនចុចមួយទៀតលឿនមកជុំលឿនលឿនណាស់ហើយបើយើងចុចចប់អានឹងបិទភ្លើងនៅនេះយើងអាចចុចមួយទៅដើម្បីឲ្យវាហោះចុះមានតែប៉ុណ្្នឹងครับនេះរបៀបចូល Wi-Fi គឺយើងបើកផ្ដាត់ scan ហ្នឹងមកគឺយើង scan ប្រើកម្មវិធី Wi-Fi UAV នេះយើងអាចវាយនៅក្នុង iOS ឬ Play Store ក៏បានយើងសើចរក Wi-Fi UAV មកហើយយើងបើក Wi-Fi នេះយើងចូល setting មកចូល Wi-Fi តមកយើងរក Wi-Fi ឈ្មោះ flow នេះយើងចុចមកដើម្បីបញ្ចូលវាអានោះបើសិនវា load notification អីយើង click yes ណាអញ្ចឹងយើងចូលទៅកម្មវិធី Wi-Fi UAV នេះយើងបើកមកគឺវាបញ្ជាប់កាមេរ៉ាជាមួយ drone ណាយើងអាចឆែកមើលក្នុងទូរស័ព្ទបាននេះជាកាមេរ៉ារបស់ drone នេះជាវីដេអូរបស់វាយើងអាចប្រើក្នុង app នឹងបាននេះរូបថតហើយនេះវីដេអូរបស់វាដែលថតចេញពី drone